Rương cúc khmauj. Nơi cần đai prey trêu muối, miếng cúc chát trút trô muối cần lén, để trơ ban bỏ bong cháu, ở chỉ trán tu sử vốt một hơi. Nhạc phùm nơi cơ bài nú tang tay nị dây to khní thá, cúc nú miếng khmauj lông, đứt bứt viết lốp chia cần lén thưa tia rùn nạc cắm, nâng xâm lấp nhà tô chỉ trán nhắc khnu rọ bộp muối, đâu xa hao dùng khnu. Krom dù với chân buồn nhẹ đầy mình chật khá hán nâng chô chấp song preng, ban xâm ra chất thứ sạc là bong nơ cục nú, nơi bề dục. Bô kê miên lì ná, khmênh srei khá hán nâng chô chất thọt rúp, cộ xál chỉ nẹ bà cháy cà tế. Sụp hàn nát, chỉ nẹ để tanh ta nì dây lên sói, nâng vi xál chỉ nẹ để tanh tại mênh ca prong pra yạt. Bô kê ban nôm khné tật đau cục nú nâng bẹ khăn đal ạ triệt. Bà rì yá ca tật chẹ srep nâng phiếp xìm ngắt đau cụ ai khláy, ban rung buốt bô kê. ពួកគេបានដាយចូលទៅក្នុងគុកហើយចាប់ផ្ដើមរុករឹកក្លិនឈាមចាស់ចាស់លេីឡំនឹងក្លិនផ្សិតបានបក់មករកពួកគេបានឃើញកន្លែងធ្វើទារុណកម្មចាស់ចាស់ស្នាមប្រឡាក់ឈាមលើជញ្ជាំងនិងសម្លៀកបំពាក់ញាក់ទោសចាស់ចាស់ដែលនៅសល់ខណៈពេលដែលពួកគេដើរលីណាបានឮសំឡេងខ្សឹបខ្សៀវហើយស្រមោលខ្មៅៗបានឆ្លងកាត់មុខនាងកុសលថតរូបជាច្រើនសន្លឹកហើយក្នុងរូបថតខ្លះ គាត់បានឃើញស្រមោលមនុស្សដែលមើលទៅដូចជាកំពុងឈរនៅពីក្រោយពួកគេស៊ូផាណេតដែលជាអ្នកចូលចិត្តលេងសើចក៏ចាប់ដើមស្ងាត់ស្ងៀមវាសៅកាន់តែមានការប្រុងប្រយ័ត្ននៅពេលពួកគេចូលទៅដល់បន្ទប់មួយដែលធ្លាប់ជាបន្ទប់ឃុំឃាំងពួកគេបានឮសំឡេងធ្ងោយ៉ាងខ្លាំងភ្លាមនោះទ្វារបន្ទប់ក៏បិទដោយខ្លួនឯងហើយពួកគេត្រូវបានជួបនៅត្រង់នោះពួកគេព្យាយាមបើកទ្វារប៉ុន្តែវាជាប់សរ ភ្លើងពិលរបស់ពួកគេចាប់ផ្ដើមភ្លឹបភ្លេតភ្លេតហើយសំឡេងស្រែករបស់មនុស្សជាច្រើនបានលាន់ឮពេញបន្ទប់កម្ដៅក្នុងបន្ទប់បានចុះត្រជាក់យ៉ាងខ្លាំងហើយពួកគេមានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងប៉ះពួកគេទាំង4នាក់ភ័យស្លន់ស្លោវិសាលបានព្យាយាមទូរស័ព្ទទៅខាងក្រៅប៉ុន្តែគ្មានសេវាទូរស័ព្ទដៃកុសលបានប្រែជំនាញរបស់គាត់ដើម្បីបំបីសោទ្វារខណៈពេលដែលគាត់កំពុងព្យាយាម សុផាណេតបានឃើញមុខមនុស្សម្នាក់លេចឡើងលើជញ្ជាំងដែលពោពេញទៅដោយការឈឺចាប់លីណាបានថតរូបហើយមុខនោះបានលេចឡើងក្នុងរូបថតទីបំផុតកុសលបានបំបីសោទ្វារបានពួកគេបានរត់ចេញពីគុកនោះដោយមិនមើលក្រោយឡើយនៅពេលពួកគេចេញមកដល់ខាងក្រៅពួកគេបានឃើញថារូបថតដែលលីណានិងកុសលថតនោះមានរូបខ្មោចជាច្រើនដែលកំពុងសម្លឹងមើលពួកគេបានសម្រេចចិត្តមិនត្រឡប់ទៅគុកនោះទៀតឡើយ ហើយរឿងរ៉ាវរបស់ពួកគេបានក្លាយជារឿងនិទានដ៏គួរឲ្យខ្លាចមួយនៅក្នុងភូមិ